បាទស្ដីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានលំហាត់ការកណនី limit មួយឥឡូវយើងមើលដំណោះស្រាយទាំងអស់គ្នាចឹងមុនដំណោះស្រាយគឺយើងពិនិត្យមើលរៀងរបស់វាសិនគឺយើងចំនួនតម្លៃ x បញ្ចូលទៅចឹងយើងចំនួនទៅគឺយើងបាន3កន្លែងនេះគឺ0គុណនឹង3គឺស្មើ0ចឹង sin 0ស្មើ0ហើយក្រោមនេះគឺ168គុណនឹង0គឺស្មើ0ចឹង limit នេះគឺមានរៀងមិនកំណត់គឺមានរៀង0លើ0ចឹងយើងធ្វើការដោះស្រាយគឺយើងទាញ3នៅលើ168ចេញចឹងនៅសល់ sin 3x នៅលើ x ចឹងយើងបន្ថែមបន្ថយឲ្យចូលរូបមុនគឺយើងបន្ថែម3ចឹងកាលណាយើងបន្ថែម3វាលើសចឹងយើងគុណនឹង3វិញបន្ទាប់ពីយើងបន្ថែមបែបហ្នឹងហើយគឺម្ដងនេះគឺវាស្មើនឹង1ចឹងយើងអាចសេថា3លើ168គុណនឹង1ហើយគុណនឹង3ចឹងវាស្មើនឹង9លើ168ចឹងយើងសម្រួលវានឹង3ទៅបាន9ចែកនឹង3គឺស្មើ3 168ចែកនឹង3ស្មើ56ចឹងចម្លើយ limit នឹងឃើញប៉ុណ្ណឹង